យើងអស់គ្នាតែងតែលឺតែងតែចាំហើយក៏តែងតែលើកចិត្តខ្លួនឯងពីជីវិតរបស់យើងនៅខាងសច្ចានេះដែរបាទនេះគឺជាបទគម្ពីរព្រះម៉ាថាយចំពុក6ខ33សូមយើងបានអានទាំងអស់គ្នាដំណើរចូលស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិនទើបគ្រប់របស់ទាំងអស់នឹងបានប្រទានអ្នករាល់គ្នាថែមទៀតផងបាទនៅក្នុងបទគម្ពីរនេះព្រះអង្គប្រាប់យើងថាចូលស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិនមែនទេទើបគ្រប់របស់ទាំងនោះព្រះអង្គដឹងហើយទាំងនោះព្រះអង្គដឹងហើយមិនទាំងអស់ព្រះអង្គនិយាយថាទាំងនោះណាទាំងនោះនឹងបានបន្ថែមនឹងប្រទានមកអ្នករាល់គ្នាថែមទៀតផងបាទនេះគឺជាមេរៀនមួយដែលចង់បងប្អូនគ្នាបានផ្ដោតទៅក្នុងបំណងថាទៅរបស់ព្រះជាម្ចាស់នៅក្នុងមេរៀននេះខ្ញុំចង់លើកទឹកចិត្តឬក៏ចង់ដាក់ចំណងជើងថាពោះទៅកាន់ព្រះពរណាឬក៏ព្រះពររបស់ព្រះចាំមកតើបងប្អូនគ្នាកត់ថាចំណងជើងអីច្បាស់ទេបើតែខ្ញុំចង់លើកចិត្តអំពីអ្វីដែលយើងនឹងមើលដល់គ្នាបន្ទាប់ពីយើងរៀនហើយខ្ញុំនឹងបងប្អូនគ្នាជួយដាក់ចំណងជើងអូខេបាទនៅក្នុងព្រះគម្ពីរនេះចង់លើកចិត្តបងប្អូនគ្នាឲ្យយល់ពីទឹកចិត្តដួងចិត្តរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលសន្យាមួយនេះព្រះអង្គថាយើងនឹងបានរបស់ទាំងអស់ឬក៏របស់ទាំងនោះបន្ទាប់ពីយើងស្វែងរកនគរព្រះនិងសេចក្តីសុចរិតរបស់ព្រះសិនឃើញទេបាទអញ្ចឹងយើងអស់គ្នាជាមនុស្សដែលចង់បានពរមែនទេអ្នកណាគេអត់ចង់បានពរបាទអ្នកណាគេអត់ចង់បានពរអ្នកណាអត់ចង់បានពរលើកដៃបាទបាទអូខេមានន័យថាមនុស្សហ្នឹងហើយបានប្រគំនេះគឺចង់បានពរអង្គប្រាប់ថាយើងនឹងបានពរណាយើងនឹងបានពរដល់ពេលដែលព្រះសន្យាអូនអស់នេះដាក់នៅពេលដែលព្រះសន្យាមកដល់ជាប់ពាក្យសន្យាគឺមានន័យថានឹងធ្វើណានឹងធ្វើព្រះបានសន្យានឹងអាប់រ៉ាហាំថាឯងនឹងមានកូនមែនទេប៉ុន្តែប្រហែលឆ្នាំទើបអាប់រ៉ាហាំមានកូន25ឆ្នាំក្រោយមកព្រះបានសន្យានឹងលោកយូសែបណាតាមរយៈយូសែបមកគាត់ថាគាត់នឹងក្លាយជាមនុស្សពិសេសដែលសូម្បីតែពុកម្ដាយគាត់ក៏គោរពគាត់ដែរបងប្អូនគាត់គោរពគាត់មែនប៉ុន្តែវាចំណាយពេលរហូតដល់គាត់អាយុ30ឆ្នាំទើបរស់នោះកើតឡើងណាបាទព្រះសន្យាប៉ុន្តែព្រះសន្យាមិនបានធ្វើឲ្យវាកើតឡើងនៅថ្ងៃស្អែកណាប៉ុន្តែព្រះសន្យាគឺវានឹងសម្រេចនៅក្នុងពេលវេលារបស់ព្រះជាអ្នកសន្យានោះឯងអាមែនហើយពេលយើងសន្យាមួយណាម្នាក់យើងនឹងមើលខ្លួនឯងសិនថាតើយើងអាចធ្វើវាបាននៅពេលណាមែនទេបន្តថាឥឡូវគេកំងនំប៉ាមួយយ៉យថាស្អែកយកឲ្យគេហើយគេសួរយកម៉ោងប៉ុន្មានបងចង់នឹងមើលខ្លួនឯងសិនថាខ្ញុំទៅនេះម៉ោងប៉ុន្មានជិះម៉ូតូប្រហែលនាទីហើយទៅដល់ហើយយើងនឹងប្រាប់គេថាម៉ោង9កន្លះណាឬក៏ម៉ោង10កន្លះចន្លោះហ្នឹងអញ្ចឹងណាពីព្រោះអីយើងនឹងអាចទៅដល់នៅក្នុងម៉ោងហ្នឹងអញ្ចឹងពេលដែលព្រះសន្យាអង្គសន្យាតែព្រះសន្យាត្រូវការពេលវេលាដើម្បីបំពេញអង្គសន្យាជាមួយយើងថាទី1ចូលស្វែងរកនគររបស់ព្រះចូលស្វែងរកនគររបស់ព្រះបងប្អូនណាព្រះជាម្ចាស់ឲ្យយើងអស់គ្នាស្គាល់ពាក្យនេះការស្វែងរកនគរព្រះមិនមែនជិះឡានជិះម៉ូតូជិះយន្តហោះទៅមើលថាអូនគរព្រះនៅណាណាអូនគរព្រះនៅអ៊ីស្រាអែលមិនមែនទេណានគរព្រះមិនមែននៅយេរូសាឡឹមទេ
អូនគរព្រះប្រហែលជានៅណាអាមេរិកនគរព្រះនៅកូរ៉េនគរព្រះនៅចិនឬក៏នៅឋានសួគ៌ឬក៏នៅឋានប្រច័នបាទនគរព្រះគឺជាចិត្តបងប្រាប់ថាម៉េចនគរព្រះនៅកណ្ដាលយើងរស់នេះនគរព្រះគឺជាដួងចិត្តជាជំនឿដែលដឹងជាក់ថាទ្រង់ជាព្រះទ្រង់ជាស្ដេចនោះដែលយើងជឿយើងស្គាល់តាមរយៈព្រះគម្ពីរតាមរយៈការបើកសម្ដែងតាមរយៈការអធិដ្ឋាននោះមានន័យថាយើងស្គាល់នគរព្រះហើយនៅតាមមួយប៉ុន្តែនៅពេលយើងមើលឃើញពីក្តីសុចរិតរបស់ព្រះជាម្ចាស់គឺឲ្យយើងអរគ្នាធ្វើអីគេឲ្យយើងអរគ្នាដាក់កប់អរនេះចាំព្រះគម្ពីរយ៉ូហានខទី1ចំពុក1ខ9នេះយើងបានសុចរិតដោយសារអីគេដោយសារព្រះលិខិតព្រះអង្គដោយសារយើងជឿព្រះអង្គដោយសារយើងព្រមធ្វើតាមព្រះអង្គដោយសារយើងធ្វើខុសហើយយើងសារភាពនៃចំពោះព្រះអាមែនយ៉ូហានខទី1ចំពុក1ខ9បងមានបន្ទូលថាណាអាម៉េចអង្គមានបន្ទូលថាបើអ្នករាល់គ្នានឹងធ្វើបាបដែរបាទនោះព្រះនឹងមានថាទៅស្មោះត្រង់ហើយនឹងអត់ធ្វើបាបយើងព្រមទាំងគ្រប់ទាំងអំពើទុច្ចរិតទាំងអស់របស់យើងផងអរគុណសេចក្តីសុចរិតនៃព្រះចេញអំពីការបញ្ជាខ្លួនហើយចេញអំពីការប្រព្រឹត្តចាប់ដើមទី1គឺអីគេសារភាពកំហុសរបស់ព្រះដូច្នេះអរគុណប្រាប់ដងទៅអ្នកចិត្តខាងយើងអ្នកបានរកនគរព្រះហើយអ្នកបានសុចរិតហើយដែលព្រោះតែអ្នកបានសារភាពកំហុសនៅចំពោះព្រះនោះអ្នកបានរាប់ជាសុចរិតតាមសេចក្តីសុចរិតរបស់ព្រះទោះបីជាសុចរិតនោះមនុស្សមិនយល់មិនស្គាល់មិនជឿក៏ដោយបាទអរគុណអរគ្នាសេចក្តីសុចរិតគឺជាដួងចិត្តដែលចេញពីការស្ដាប់បង្គាប់ព្រះជាម្ចាស់ហើយហេតុផលឯបានជាយើងត្រូវការធ្វើខ្លួនយើងសុចរិតតាមព្រះបន្ទូលព្រះពីព្រោះអរគុណអ្នកនាងដឹងទេអ្វីដែលធំបំផុតនៅក្នុងមនុស្សគឺជាចិត្តដែលល្អចិត្តដែលសប្បាយរីករាយចិត្តដែលមានតម្លៃចិត្តដែលពេញចិត្តមកឯងអរគុណអ្នកនាងដឹងទ្រព្យសម្បត្តិដែលធំបំផុតនៅផែនដីនេះគឺជាអ្វីមិនមែនឡានមិនមែនផ្ទះមិនមែនវីឡាមិនមែនយន្តហោះមិនមែនដីមិនមែនមាសប្រាក់ពីអ្វីទ្រព្យសម្បត្តិដែលធំបំផុតនៅផែនដីនេះគឺជាចិត្តសុខសាន្តគឺជាចិត្តស្កប់ស្កល់អាមែនមែនទេមនុស្សអូននេះចាំរឿងអ្នកមានល្ងីល្ងើគេហៅថា the foolish rich man មនុស្សម្នាក់នោះគាត់ជាមនុស្សកំណាញ់គំរិះហើយគាត់ស្រឡាញ់ទ្រព្យសម្បត្តិមែនតើតែកញ្ជូបាននិទានរឿងប្រាប់ពីបរិសម្នាក់នោះទៅកាន់វិផងផងថាម៉េចថាបរិសម្នាក់នោះគាត់ចង់ធ្វើជាអ្នកមានគាត់កំណាញ់មែនតើអត់មានប្រពន្ធអត់មានកូនអីទាំងអស់ហើយគាត់ខំប្រឹងធ្វើស្រែចម្ការមែនតើទីបញ្ចប់សបិនគាត់ខ្លាចជាការពិតគឺគាត់បានមានចង្រុកគាត់ថាម៉េចគាត់បានផលច្រើនណាស់អញ្ចឹងគាត់ទៅរុកឬចង្រុកចាស់របស់គាត់ធ្វើចង្រុកធំថ្មីណាដើម្បីដាក់ផលថ្មីមកគាត់នឹងឲ្យអស់ឲ្យបានច្រើននៅពេលដែលគាត់ធ្វើចង្រុកជាច្រើនមកគាត់ឲ្យឃើញស្រូវឃើញទ្រព្យសម្បត្តិយ៉ាងច្រើនមកគាត់ឡងគោបង្គោលទ្រព្យសម្បត្តិនឹងហើយគាត់ប្រាប់ខ្លួនឯងថាម៉េចចិត្តអើយគាត់ស្ងប់ទៅទីបញ្ចប់គាត់ប្រាប់ថាម៉េចចូលចិត្តស្ងប់ទីបញ្ចប់ទ្រព្យសម្បត្តិពិតប្រាកដដែលគាត់មានបាននៅចុងក្រោយគេគឺចិត្តស្ងប់
ពីព្រោះបើថាមកចិត្តអើយស្ងប់ទៅលែងចង់បានទៀតទៅពីព្រោះអ្នកមានច្រើនហើយអ្នកអាចរស់នៅសប្បាយពេញមួយជីវិតបានរហូតដល់ថ្ងៃស្លាប់ទៅវិញអ្នកឈប់រទៀតទៅបាទប៉ុន្តែយប់នោះគាត់ស្លាប់បាត់ទើបគេហៅគាត់ថាអ្នកមានដែលងងនឹងយីនឹងមានមនុស្សម្នាក់ដែលគេស្គាល់គាត់ថាជាមនុស្សដែលក្របំផុតជាសំទោសប្រធាននេះប្តីដែលក្របំផុតនៅលើលោកអូខេគាត់ឈ្មោះគាត់ឈ្មោះអត់មានឈ្មោះទេអូជូសេមូជីកាជូសេមូជីកាប្រធានប្តីប្រទេសអ៊ុយរ៉ាហ្គាយជូសេមូជីកាគេស្គាល់គាត់មួយគេហៅថាប៉ែប៉ែអូខេអូខេគាត់អូនគេហៅថាម៉េច I am called the poorest president គេហៅខ្ញុំថាប្រធានាធិបតីដែលក្របំផុតហេតុអីពីព្រោះគាត់យកប្រាក់ខែគាត់តែ 10% ទេ90% ទៀតគាត់ឧបត្ថម្ភទៅកាន់សប្បុរសធម៌សប្បុរសជនជួយក្មេងជួយស្ត្រីហើយនឹងជួយធ្វើផ្ទះដល់មនុស្សដែលអត់មានផ្ទះនៅបាទហើយគាត់រស់នៅដោយជិះម៉ូតូទៅធ្វើការគាត់មានឡានមួយឡានគាត់គឺជាស៊េរីឆ្នាំ1988បាទហើយគាត់អត់នៅក្នុងគេហៅថាផ្ទះធានតប្តីទេគឺតាវិមានគេឬក៏វិមានគេដែលគេមានកន្លែងឲ្យធានតប្តីនៅគាត់អត់នៅទេគាត់ទៅនៅផ្ទះនៅចំការរបស់គាត់ណាបាទហើយគាត់មានឡានមួយអត់យកឡានរត់ណាទាំងអស់គេឧបត្ថម្ភអីគាត់យកដែរគាត់មានតែឡានកាចាស់នឹងមួយហើយគាត់មានអង្គរៈតែ2នាក់ទេបាទហើយគាត់បាទគេហៅថាជាប្រធានដែលក្របំផុតនៅលើលោកប៉ុន្តែគាត់បដិសេធគាត់ថាម៉េចគាត់ថាម៉េច I am called the poorest president ខ្ញុំគេហៅខ្ញុំថាអ្នកប្រធានដែលក្របំផុត but ប៉ុន្តែ I don't feel poor តែខ្ញុំមានអារម្មណ៍ថាខ្ញុំក្រផង I don't feel poor people are those who only work តែមនុស្សអ្នកក្រគឺជាមនុស្សដែលធ្វើការហើយព្យាយាម try to keep an expensive lifestyle អូខេគឺមនុស្សដែលចង់ធ្វើឲ្យខ្លួនឯងគឺជាមនុស្សអ្នកមាន and always wants more ហើយតែងតែចង់បានបន្ថែមទៀតគាត់ថាអ្នកក្រគឺជាអ្នកដែលចង់បានថែមទៀតឯខ្ញុំមិនរាប់ថាខ្លួនឯងក្រព្រោះខ្ញុំអត់ចង់បានទៀតទេអរគុណហើយទ្រព្យសម្បត្តិពិតប្រាកដគឺជាចិត្តដែលបានខប់ស្គាល់ដោយជឿថាព្រះពុទ្ធគុណ that is the real treasure ពីព្រោះមនុស្សមិនដែលបានស្កប់ស្កល់បានជានៅក្នុងព្រះគម្ពីរដាច់ដេវីតបាននិយាយនៅក្នុងពទាសិតអត់សំដៅទំនុកនឹងកាយពុ23ខ1ថាម៉េចព្រះយេហូវ៉ាគង់អ្នកគង់វាលខ្ញុំនឹងមិនខ្វះអ្វីសោះគាត់ប្រៀបធៀបខ្លួនឯងទៅជាសត្វជៀមតែមិនចេះរកស៊ីមិនចេះធ្វើការមិនចេះដាក់ចង្រុកមិនចេះមានណាកងធនាគារអត់មានចង្រុកអត់មានមហូបណាចេះយកអីតាមខ្លួនអីទាំងអស់ប៉ុន្តែគាត់ថាមានព្រះដែលជាអ្នកខ្វៀលគាត់ជាអ្នកចិញ្ចឹមគាត់ជាអ្នកដែលរកអាហារឲ្យគាត់នៅពេលដែលគាត់ឃ្លានជាអ្នករកកន្លែងដេកឲ្យគាត់នៅពេលដែលគាត់ត្រូវដេកជាអ្នកដែលយកកន្លែងយកគាត់ទៅមួយទឹកនៅពេលដែលគាត់ត្រូវការទឹកហើយគាត់និយាយថាព្រះជាអ្នកគម្រាមខ្ញុំនឹងមិនខ្វះអ្វីសោះទោះបីជាឥឡូវនេះខ្ញុំអត់មានប៉ុន្តែខ្ញុំនឹងមានអ្វីគ្រប់យ៉ាងនៅពេលដែលខ្ញុំត្រូវការហើយណាសម្រាប់យើងអស់នេះព្រះយេហូវ៉ាជាអ្នកគម្រាមខ្ញុំនឹងមិនខ្វះអ្វីសោះពីព្រោះនៅពេលដែលខ្ញុំត្រូវការព្រះនឹងឲ្យព្រះនឹងផ្គត់ផ្គង់តែពេលដែលខ្ញុំមិនត្រូវការខ្ញុំក៏មិនមានវាដែរអរគុណមនុស្សដែលមានបញ្ហាដោយព្រោះតែគេចង់បានថែមទៀត
ông đó đi chàng đấy nơi pe đại một lúc bạn cứ bao đầm bông cái này kì Eva này đấy Eva bạn cứ bao đầm bông Eva bạn cứ bao đầm bông này sao rồi xa ta tăng mang ra thầm ấy nhẹ nhằm thôi nhẹ nâng bàn đôi chỉ phê nhẹ nâng bàn lư la mày đấy niêng bàn khơi nhạc này nhưng mưa khơi nhái mày đấy niêng bàn đăng hai ta phép bằng ca niêng ở đôi chỉ rụp bỏ mày đấy thì vô niêng Adam nâng Eva chụp đây ro là nghĩ ro rồi xía ro phê đại bằng nghiêng một là mày nâng cầm san là về ngày chúng mình nâng có mình nâng phụ phêวันนั้นเนียงไอ้เก๋จองบ้านหายที่เนียงบ้านเมียนจมือกรอตีปลุกเนียงจองบ้านแทนที่แต่งคลุ้นมันเตยกันไหมเนี่ยเนียงไอ้รู้ในบ้านรอบสัปดาห์นึกน้องสุดมาไหนเมียนห้าโฮกไหมเนี่ยเมียนกระไรหน้าเนยเหมือนไรทำเท่าไหมเนี่ยเนียงเตยการปัญญาอยู่มาแต่เด็ดอัดเมียนดิเนียงอาจารย์มาเตยการไปดิปัญญาเนียงจองบ้านแทนที่ always one ใจใจ always one more จังมันที่ฮะไปเฮ้ยกินมันจ้ะมันบางห้างยังชิบะขาดแต่ซาได้ก็จังมันแทนที่ก็มันเละเตยขนมผมซื้อมานะแต่ซาได้ก็จังมันแทนที่ก็บันเจ็ดขนมเพื่อบ้านหอยหนังเป๊ะก็จะขนมเพื่อบ้านดวงจันทร์บางคนจับน้ำแรงสลายông phương bam chặt đàn miền ẩm này lừa quạt ông phương bam miền chất thừa tục biển bằng co bằng nhà hà trong cuộc quạt là phê dương ớt thừa bả toán dương là tu bàn cà phê phì sẻ còn tay nó phê dương thừa bả phê ảnh nhát ở dương son ông phương bamหรือก็เปลี่ยนจีเนี่ยวัยยังพวกเลยสามคือบ้านหรือก็ไปอันยังเอาชาตั้งคือบ้านยืมในพวกไหนยืมบ้านคือบ้านอันนี้บ้านเชียออนตายเลยในขนมเป็นcông tyที่มาไทยใครที่มวยจุ่มปุ้งกับมวยหอบปรามมันหอบมวยวันนั้นเนี่ยchí việc đây chùm luôn ít rồi giao rồi bong nó khôi cùng nghịch tháo ít qua việc đây bứt đói man thả cá cổ rốt qua tập bát đò ria dịp lư ở bàn cổng ray cái kết ha ô chưa ria bàn lùi tao về hiên bàn lùi tao về hiên miên thẻ khai và mau về hiên miên thẻ khai chưa về số bàn thẻ khai bảo man nít chia cá thì đây chùm lúa ít rồi giáo gì mà nó khôi cùm nứt ba đã ít qua thì đây phứt cái ít qua pre thế nhẹ dày dần đấy còn tay bao về tao mình đó đừng ăn hay lắm cái ca cổ rốt văn ba tàu pre là miên chẳng chất cọp cọp ho nôn chia cùng lại vui dạng cùng mềm bạn đối với này đại ca đại bẩm ra về đại miền chất cọp co nấu chia cầm rai mùi dạng thống mềm bạn vì pro chất cọp co nuôi cứ chia cầm rai amen hẹp không không này chất cọp co nuôi chia drop sầm bạn đo bật vào con menúc anh miền lối anh miền tiếng anh miền villa anh miền phật côn chán anh miền phật đây chán anh miền cô chán chịu chán đây chán đang lan chán còn nay bờ kê anh miền chật cọp cỏ miền bây giờ ấy này đấy miền bây giờ ấy bà kia anh miền chật cọp cỏ này đấy nè miền class miền phật côn muối trong ban là côn hành tiền miền lan muối trong man lan hành tiền đấy bạn miền te muối trong man te hành tiền miền te đọc hai nơi ở trong man hành tiền chỉ biết sao nó phê là con trong ban đầm bay bồng pinh bồng no mình này ai ban kích cu rồi nè là gì
ណាបាទបងអង្គចង់ឲ្យយើងអស់គ្នាទី1មានចិត្តស្កប់ស្កល់ហេតុផលដែលយើងត្រូវមានចិត្តស្កប់ស្កល់ពីព្រោះកាលណាយើងមានចិត្តស្កប់ស្កល់យើងមានសេចក្តីសុចរិតនៃព្រះបងប្អូននេះប្រាប់បងប្អូនយើងហេតុផលដែលព្រះឲ្យយើងមានចិត្តស្កប់ស្កល់ពីព្រោះចិត្តស្កប់ស្កល់គឺបានមកពីសេចក្តីសុចរិតរបស់ព្រះហើយបើយើងមានសេចក្តីសុចរិតរបស់ព្រះនោះយើងនឹងបានពរគឺរបស់ទាំងនោះនឹងប្រទានជាក្រោយអរគុណណាស់នេះព្រះជាម្ចាស់នឹងឲ្យពរយើងបាននៅពេលដែលយើងមានចិត្តស្កប់ស្កល់ជាមួយនឹងព្រះសិនអានេះក្នុងសមត្ថពិតប្រកបមិនមែនជាឡានទេមនុស្សចង់បានឡានដើម្បីអីដើម្បីស្កប់ស្កល់ណាមនុស្សចង់បានផ្ទះដើម្បីអីដើម្បីគាត់ស្កប់ស្កល់គាត់ឈប់អារម្មណ៍ឈប់ភ័យខ្លាចទៀតមែនទេមនុស្សចង់បានលុយផ្ទះច្រើនដើម្បីអីដើម្បីគាត់ស្កប់ស្កល់ឈប់អារម្មណ៍ឬខ្វះលុយខ្វះអាហារខ្វះហូបអីទៀតមែនទេប៉ុន្តែបើសិនជាគាត់បានហើយគាត់មិនស្កប់ស្កល់គាត់នៅតែមានបញ្ហាដល់ដែរហើយព្រះចង់ឲ្យកូនព្រះអង្គទាំងអស់ជឿទុកចិត្តលើព្រះបន្ទូលសន្យាដល់ព្រះតែចង់ឲ្យយើងអស់មានចិត្តស្កប់ស្កល់រាល់តែបងប្អូនអរគុណបងប្អូនទាំងនេះជាកូនដែលមានឪពុកហើយឪពុកយើងគឺជាព្រះជាម្ចាស់អាមែនយើងអរគ្នាជាកូនពេលដែលយើងនៅជាកូននៅឡើយយើងយល់ទេថាម៉ាក់ប៉ាយើងធ្វើការអ្វីយើងយល់ថាម៉ែខ្ញុំមានលុយឪខ្ញុំមានលុយប៉ាខ្ញុំមានលុយអត់ឡើងដឹងថាសុំលុយណាតែស្អែកឡើងសុំលុយទៀតចង់បានអីសុំចង់បានអីសុំមែនទេយើងអត់យល់ប៉ុន្តែឥឡូវយើងត្រូវយល់ថាព្រះអង្គជាព្រះនៃយើងទ្រង់ចង់ឲ្យពរយើងតែយើងត្រូវយល់ពីការដែលព្រះអង្គចង់ឲ្យយើងអស់គ្នាបែររកនគរព្រះទុកចិត្តជឿថាព្រះអង្គជាព្រះហើយនឹងព្រមរស់នៅក្នុងសេចក្តីសុចរិតដែលស្កប់ចិត្តនៅក្នុងការគ្រប់គ្រងរបស់ព្រះអរគុណអរគ្នាពេលដែលព្រះជាម្ចាស់ទ្រង់ខ្ញុំចង់បងប្អូនស្គាល់អំពីព្រះពរដ៏ពិតឬក៏ទ្រព្យសម្បត្តិដ៏ពិតណាទ្រព្យសម្បត្តិដ៏ពិតមិនឡានមិនផ្ទះមិនឡានមិនលុយតែគឺចិត្តតែចែកអស់ណាអាមែនបាទហើយជឿថាព្រះនឹងគ្រប់គ្រងយើងបើសិនជាយើងម្នាក់យើងអត់ស្កប់ស្កល់យើងនឹងភ័យខ្លាចយើងនឹងបារម្ភយើងភ័យយើងព្រួយហើយបើអញ្ចឹងព្រះអត់ធ្វើការជាមួយយើងទេហើយនោះបង្ហាញថាយើងអត់មានជំនឿអរគុណណាស់នេះជំនឿជាចិត្តដែលដឹងជាក់ថានឹងបានដោយសង្ឃឹមជាសម្គាល់ពីការដែលមើលមិនឃើញហើយបើយើងអស់គ្នាអត់មានសង្ឃឹមមានថាយើងអត់ជំនឿបើយើងអត់ជំនឿពេលអត់ធ្វើការជាមួយយើងទេពីព្រោះព្រះធ្វើការជាមួយយើងដោយអ្នកមានជំនឿព្រះអង្គនិយាយថាម៉េចបើគ្មានជំនឿនោះមិនអាចនឹងខកខានទៅព្រះបានទេណាទីពីនេះអូនអរខ្ញុំចង់បាននិយាយអំពីស្ថានភាពដំណើរការនៅក្នុងជីវិតរបស់ផងយើងណាហើយយើងអរគុណព្រះទៅដែលព្រះអត់បានឆ្លើយតបតាមសំណុំពរបែបឡប់របស់យើងយ៉ាងម៉េចយុវជនខ្លះអាយុត្រឹមតែ11 12ឆ្នាំមានសង្សារណាហៅទៅប្តីទៅប្រពន្ធណាអូខេហើយបើសិនជាគាត់អង្គឆ្លើយតបគាត់មានបានការមែនបានប្តីបានប្រពន្ធមែនតែជីវិតគាត់នឹងវេទនាប៉ុណ្ណាបងនេះយល់ទេមនុស្សចាស់បានយល់ណាមិនធ្វើអស់ឡើយបើសិនជាឪពុកម្ដាយនោះព្រមការឲ្យកូនតាំងពីអាយុ10ឆ្នាំណាកូនស្រី10ឆ្នាំកូនប្រុស10ឆ្នាំហ
ô việc lạnh hiền á bao một ban viên nâng sập luôn viên ấy ao ca việc cho bóng bóng nó đằng ấy thả tao một đứa ở những đọc trăm cá bạn còn ai chưa thay khả năng cốt quật tới này đấy nhưng không biết đẹp tiền mình đang lòi cọp tam từ nó cô lọc vào gì mày đấy cái là dùng trong dùng không thế dùng ảnh nói nè xô mọi bọn nè vậy này nu tam phất đập đi khỏi mắt như ở tam phất từ trong chui dương sao nè từ cái thao dương nè họ dương không đi mình tên đập đi khỏi máu tại sao là cái thảo mà dương có cài dương chè dương là o chừng một nó bao lần dương o kun preng đại phong là dương score làm pi nó cô preng copy đây sự trở này phải kiểm tra không bao lần hãy pho đại tầm khăn làm phật là không chuyệnของdương trong chạy trong tài mình núp rơi rưỡi thì cô đã bỏ ra sinh nhạc rồi đấy cho bạn phânประกอบ đại một trong bàn mình men chia cho các bạn đại một lúc mơ khơi nhiều tình amen cho các bạn phân ประกอบ សម្រាប់មនុស្សគឺជារបស់ដែលគេហៅដែរគឺជារបស់ដែលនៅក្នុងចិត្តមនុស្សទេណាបាទអរណាស់នេះសម័យមើលអ្នកខ្លះកាលនៅក្រដេកលក់ស្រួលណាដល់ពេលដែលគាត់មានច្រើនគាត់ត្រូវទៅមើលផ្ទះនេះមើលផ្ទះនោះណាបើផ្ទះគាត់មាន10ណាអូអរណាស់នេះសម័យពីអ្នកមានបន្តិចខ្ញុំនិយាយពីអ្នកមានបន្តិចបើសិនជាគាត់មានផ្ទះ10ណា